ជំរាបសួរពុកម៉ែបងប្អូនចាសុខសប្បាយអត់ទាំងអស់គ្នាហើយខ្ញុំថ្ងៃហ្នឹងខ្ញុំចេញដំណើរទៅកពតបងប្អូនខ្ញុំទៅដាំត្រេនទៅទិញសម្ភារៈរៀបចំដាំត្រេនណោះថ្ងៃហើយនេះយើងផ្លូវកន្លែងលោកយាយម៉ៅពួកខ្ញុំធ្វើដំណើរតាមផ្លូវជាតិលេខ3យើងហ្នឹងខ្ញុំទៅទីតាំងរបស់ខ្ញុំហ្នឹងនៅខាងទឹកឈូកពតយ៉ាងហ្នឹងចាឥឡូវខ្ញុំធ្វើដំណើរទៅតាមផ្លូវជាតិលេខ3យ៉ាងហ្នឹងដើម្បីឆ្ពោះទៅកាន់ចកាខ្ញុំអញ្ចឹងពួកខ្ញុំធ្វើដំណើរទៅតាមផ្លូវហ្នឹងរហូតទៅហើយថ្ងៃនេះមេឃបើកស្លាស់ល្អអត់ភ្លៀងទេបងប្អូនហងៃភ្លៀងហ្មងតែថ្ងៃនេះអត់ឃើញភ្លៀងទេចឹងថ្ងៃនេះមេឃស្លាស់ល្អតែដល់ពេលស្លាស់ទៅជាក្តៅវិញឥឡូវខ្ញុំធ្វើដំណើរជិតដល់ហើយបងប្អូនហ្នឹងហើយដល់ស្ពានដែកស្ពានចិនយើងនៅកពតនៅខាងកំចាយហ្នឹងឥឡូវខ្ញុំចាប់ដើមទៅទិញសម្ភារៈឲ្យបងប្អូនឥឡូវខ្ញុំចុះពីឡានទៅទិញសម្ភារៈដាំត្រេនរៀបចំប្រព័ន្ធទឹកចឹងខ្ញុំមកចាប់ដើមដល់កន្លែងទីតាំងទិញឲ្យបងប្អូនឥឡូវអ៊ំហើយនឹងពូខ្ញុំហ្នឹងគាត់កំពុងតែរៀបរាប់នឹងមើលស៊ីយ៉ូមើលនឹងមើលប៉ានមើលអីចឹងណាបងប្អូនព្រោះខ្ញុំមិនដឹងទេខ្ញុំហៅគាត់មកជួយទិញជួយមើលចឹងណាព្រោះខ្ញុំមិនដឹងអញ្ចឹងមានតែហៅគាត់ជួយមើលអ៊ំខ្ញុំពូខ្ញុំអីហ្នឹងមក3 4 5នាក់ហ្នឹងអញ្ចឹងឥឡូវគាត់ចាប់ដើមមើលហើយខ្ញុំក៏បន្តថតនៅរបស់ខ្លះដែលខ្ញុំត្រូវទិញខ្ញុំដើរមើលខ្លះទៀតចឹងណាចាពុកម៉ែបងប្អូនឥឡូវគាត់ទៅមើលស៊ីយ៉ូមើលក្បាលវ៉ាហ្នឹងព្រោះខ្ញុំមិនដឹងទេបងប្អូនខ្ញុំមិនដឹងទេខ្ញុំពឹងគាត់ហ្មងព្រោះខ្ញុំមិនដឹងទេខ្ញុំបានទៅមើលទៅថតហ្នឹងអញ្ចឹងបងប្អូនចាំមើលសកម្មភាពខ្ញុំបន្តទៀតហ្នឹងហើយថ្ងៃបន្តទៀតខ្ញុំនឹងទៅថតដើម្បីឲ្យបងប្អូនមើលតទៀតថាខ្ញុំត្រូវធ្វើមិនខ្លះរៀបប្រព័ន្ធមិនខ្លះដើម្បីដាំត្រេនហ្នឹងណាបងប្អូនហ្នឹងហើយឥឡូវខ្ញុំចាប់ដើមរៀបចំប្រព័ន្ធហ្នឹងខ្ញុំអត់ទាន់ទិញបានទាំងអស់ទេបងប្អូនតំទិញស៊ីយ៉ូធំហ្នឹងបាន100ដើមអីចឹងណាហើយស៊ីយ៉ូខ្មៅអីហ្នឹងមានមួយដុំវា200ម៉ែត្រអញ្ចឹងពួកខ្ញុំទិញបាន10ដុំហើយនៅសម្ភារៈច្រើនទៀតអញ្ចឹងពួកខ្ញុំចាប់ដើមសួរនាំពីអ្នកលក់ឲ្យដឹងថាត្រូវធ្វើម៉េចល្អតម៉េចល្អអញ្ចឹងណាចាហើយឥឡូវហ្នឹងអ្នកលក់ហ្នឹងគាត់កំពុងតែរៀបរាប់ពីរបៀបតនឹងថារបស់មួយណាល្អរបស់មួយណាដែលយើងប្រើទៅជាប់របស់ណាដែលត្រូវថ្ងៃឲ្យវាស្រួយអីអញ្ចឹងណាបើចំពោះខ្ញុំគឺអត់ដឹងហ្មងបងប្អូនខ្ញុំអត់ដឹងសោះហ្មងអត់ដឹងថាគេតមិនអីមិនទេអញ្ចឹងខ្ញុំមានតែពឹងអ៊ំពូមីខ្ញុំហ្នឹងទេហើយនឹងអ្នកលក់ហ្នឹងព្រោះបើតាមខ្ញុំទៅបានទៅថតនឹងត្មងហ្នឹងណាហើយផ្ទះគាត់អីវ៉ាន់ច្រើនណាបងប្អូនឲ្យធូរផ្ទះគាត់អីវ៉ាន់ច្រើនឲ្យធូរអញ្ចឹងឲ្យអ្នកលក់គាត់សំដីល្អរស់រាយតាក់ចាអ្នកលក់កន្លែងគាត់ល្អគាត់នៅទីតាំងដូចជានៅម្ដុំទឹកខៀវអីខ្ញុំមិនសូវស្គាល់ទីតាំងច្បាស់ដែរបងប្អូនចាំមើលបើសិនជាបងប្អូនចង់ដឹងពីទីតាំងគាត់អាហ្នឹងខ្ញុំអាចប្រាប់បានចាំខ្ញុំសួរគេច្បាស់ថាទីតាំងគាត់ណាអញ្ចឹងណាហើយបើសិនជាឆ្ងល់អីចាំសួរក្នុង comment ខាងក្រោមហ្នឹងមកចាប់ខ្ញុំប្រាប់ទីតាំងកន្លែងគាត់តែខ្ញុំចង់ប្រាប់ថាទីតាំងកន្លែងគាត់គឺឲ្យវ៉ាន់ធូរថ្លៃហ្នឹងហើយឲ្យវ៉ាន់ធូរថ្លៃហើយឲ្យវ៉ាន់ល្អគឺល្អហើយគាត់មានការណែនាំប្រាប់យើងចេះមួយចេះពីរអញ្ចឹងណាហ្នឹងហើយបងប្អូនអញ្ចឹងខ្ញុំក៏បន្តថតហើយមើលហើយសួរហើយគ្រប់
សពហើយអស់ឥឡូវពួកខ្ញុំបានរួចរាល់ហើយខ្ញុំក៏បន្តឡើងឡានទៅទីតាំងវិញអញ្ចឹងណាឥឡូវខ្ញុំបានឡើងឡានធ្វើដំណើរទៅបន្តទៀតពួកខ្ញុំបានទិញរួចអស់ហើយឥឡូវពូខ្ញុំគាត់ឡើងឡានពួកខ្ញុំធ្វើដំណើរទៅទៀតហើយបើសិនជាបងប្អូនចង់ដឹងថាខ្ញុំតមិនអីមិនចាំចូលរួមទស្សនាទាំងអស់គ្នាណាខ្ញុំនឹងធ្វើបន្តទៀតឥឡូវពួកខ្ញុំធ្វើដំណើរតាមផ្លូវហ្នឹងវារៀងកលុកបន្តិចចាពុកម៉ែបងប្អូនឥឡូវពួកខ្ញុំបានមកដល់ផ្ទះហើយមកដល់ផ្ទះតម្លាក់ប៉ាសិនតម្លាក់អីហ្នឹងតែអីវ៉ាន់ដែលខ្ញុំមើលស៊ីយ៉ូមើលអីហ្នឹងគឺខ្ញុំអត់ទាន់យកមកឲ្យស្អែកបន្លានគេដឹកឲ្យអញ្ចឹងណាឥឡូវពួកខ្ញុំចាប់ដើមតម្លាក់ម៉ាស៊ីនចុះពីឡានដើម្បីគោះវាមើលម៉ាស៊ីនហ្នឹងឥឡូវពូខ្ញុំគាត់គោះម៉ាស៊ីនចេញអីហើយពូគាត់ខំគោះឡើងឈាមដៃឥឡូវគាត់ចាប់ដើមគោះហើយមិនដឹងថាម៉ាស៊ីនហ្នឹងល្អអត់ទេបងប្អូនម៉ាក់យ៉ាងដុងបងប្អូនដឹងថាម៉ាក់ហ្នឹងល្អអត់ជួយប្រាប់ខ្ញុំផងណាខ្ញុំមិនដឹងថាម៉ាស៊ីនម៉ាក់យ៉ាងដុងឬមួយយ៉ាងធៀងមិនទេខ្ញុំមិនសូវស្គាល់ដែរគេថាអ្នកខ្លះថាយ៉ាងធៀននឹងល្អអ្នកខ្លះថាយ៉ាងដុងនឹងល្អអញ្ចឹងណាអញ្ចឹងខ្ញុំអត់សូវដឹងដែរបងប្អូនបើសិនជាដឹងអាចជួយប្រាប់ខ្ញុំផងឥឡូវពួកខ្ញុំក៏ហើយអរគុណបងប្អូនសម្រាប់ការជួយរួមមើល